បាទជំរាបសួរនិងសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាបាទនៅថ្ងៃនេះដែរខ្ញុំបាទមានវីដេអូសម្រាប់ទទួលជូនបងប្អូនទាំងអស់គ្នាទស្សនានិងមើលកំសាន្តទុកជាបច្ចេកទេសឬក៏ក្រុមការងាររបស់យើងដែលត្រូវធ្វើការក្នុងផ្នែកនេះការរៀបអត់ចឹងណាបងប្អូនបាទថ្ងៃនេះដែរបងប្រុសគាត់ជាអ្នកបញ្ជូនអត់បាទគាត់គឺជាកម្មករឬក៏ជាអញ្ចឹងបងប្អូនគាត់ធ្វើការប្រមូលអត់នេះដើម្បីយកទៅរៀបនៅក្នុងផ្ទះល្វែងអញ្ចឹងណាបងប្អូនហើយមុននឹងរៀបហ្នឹងគឺយើងត្រូវបញ្ជូនអត់សិនបងប្អូនអត់ដែលយើងយកដាក់មុខផ្ទះអញ្ចឹងណាអត់ហ្នឹងយើងត្រូវបញ្ជូនយោងឡើងទៅលើហើយក៏យើងរៀបតាមបណ្ដោយដើម្បីឲ្យវាមានភាពងាយស្រួលក្នុងការយកអត់ហ្នឹងយកទៅដាក់ជាមួយនឹងក្បាយអកដើម្បីរៀបអញ្ចឹងណាបងប្អូនបាទហើយការរៀបអត់យើងនេះគឺវាមិនស្រួលទេបាទគឺមុននឹងបានរៀបគឺយើងត្រូវការចំណាយពេលលាយកំបោរហើយនឹងជញ្ជូនសម្ភារៈដូចជាអិតដូចជាដែកអីដើម្បីយកទៅកអញ្ចឹងណាបងប្អូនហើយសកម្មភាពបន្ទាប់នេះបងប្រុសកំពុងតែលាយកំបោរដើម្បីដាក់រៀបអិតអញ្ចឹងណាការរៀបនីមួយគឺត្រូវការបច្ចេកទេសហើយនឹងជំនាញផ្ទាល់ខ្លួនរបស់ខ្លួនអញ្ចឹងណាដើម្បីឲ្យការធ្វើការនេះដំណើរការទៅដោយមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការរៀបដើម្បីទទួលបាននៅការងារមិនដែលល្អឥតខ្ចោះអញ្ចឹងណាដើម្បីការងារទៅល្អឥតខ្ចោះគឺត្រូវការចេញពីជាងជំនាញម្នាក់ឬក៏បច្ចេកទេសផ្សេងដែលជាងម្នាក់ហ្នឹងគាត់បានធ្វើការឬក៏បទពិសោធន៍គាត់ច្រើនអញ្ចឹងណាដែលគាត់បានធ្វើការកន្លែងផ្សេងហើយគាត់បានមករៀបអិតនៅកន្លែងផ្សេងថ្មីមួយទៀតដើម្បីយកអនុវត្តយកបទពិសោធន៍របស់គាត់ផ្ទាល់ហ្នឹងដើម្បីមករៀបឬក៏បង្ហាញជូនទៅកាន់មេគាត់ឬក៏ម្ចាស់ផ្ទះដែលគាត់ត្រូវទទួលការសាងសង់អញ្ចឹងណាបងប្អូនហើយការរៀបនេះដែរគឺយើងរៀបបានមួយមិនការរៀបដែរយើងរៀបតម្រាំតែបានមួយគឺមិនស្រួលទេបងប្អូនបាទគឺពិបាកយើងត្រូវអោនចុះរហូតអញ្ចឹងណាពួកអីកម្មការងារនេះគឺជាការងារសម្រាប់ជាងជំនាញបើជាជំនាញគាត់មានបទពិសោធន៍និងការងារច្បាស់លាស់ដើម្បីធ្វើការនេះគឺគាត់អត់សូវពិបាកទេបងប្អូនតែបើសម្រាប់តែយើងជាអ្នកដៃថ្មីឬក៏កូនជាងដែលរៀនរៀបអីគឺរៀនពិបាកតិចតួចបងប្អូនទាំងគ្នាបាទព្រោះអីការងារនេះដែរគឺទាមទារឲ្យយើងអត់ធ្មត់ស៊ូទ្រាំហើយនឹងតស៊ូនៅកម្ដៅថ្ងៃបាទកម្ដៅថ្ងៃដែលវាក្តៅបងប្អូនពួកអីពេលខ្លះយើងអាចកនៅហាក្តៅឬក៏ហាភ្លៀងចឹងណាបងប្អូនគឺយើងមិនអាចថិតថេរថានៅក្រោមលុបរហូតទេព្រោះឯការងារនេះគឺវាចំណាត់ទេបងប្អូនការងាររៀបអត់នេះលើផ្នែកសំណង់នេះគឺវាអត់សូវស្រួលទេបងប្អូនបាទតែធ្វើយ៉ាងម៉េចវាជាជំនាញហើយនឹងអាជីពតខ្លួនដែលយើងបានចាប់យកហើយនឹងដែលយើងបានដើរតាមចំណង់ចំណូលចិត្តរបស់យើងដែលយើងចង់ធ្វើខាងវិស័យហ្នឹងចឹងណាបងប្អូនអរគ្នាបាទហើយមួយទៀតបងប្អូនទុកមើលជាការកំសាន្តក៏បានដែរបងប្អូនបាទដើម្បីយើងទុករៀបនៅគេហដ្ឋានយើងនៅថ្ងៃក្រោយចឹងណាបាទអរគុណសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយ Follow for more. Thank you so much.